ក្រសួងការបរទេសជូនដំណឹងអ្នកធ្វើដំណើរទាំងខ្មែរនិងបរទេសជៀសវាងការធ្វើដំណើរឆ្លងកាត់ថៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានណែនាំឲ្យស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ជូនដំណឹងអ្នកដំណើរទាំងខ្មែរនិងបរទេសជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃនិងផ្អាកប្រើប្រាស់សេវាកម្មក្រុមហ៊ុនអាកាសចរថៃជាបណ្ដោះអាសន្ននេះបើតាមលិខិតរបស់ក្រសួងការបរទេសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី24ខែធ្នូឆ្នាំ2025ក្នុងលិខិតបានបញ្ជាក់ថាខ្ញុំសូមជម្រាបឯអាដាមលោកជំទាវឯកអគ្គរដ្ឋទូតលោកអគ្គកុងស៊ុលនិងកុងស៊ុលកិត្តិយសថាចាប់តាំងពីមានការផ្ទុះអាវុធឈ្លានពានទឹកដីកម្ពុជាអាជ្ញាធរថៃបានប្រព្រឹត្តទង្វើមិនសមរម្យបង្កការលំបាកនិងការផិតភ័យដល់អ្នកដំណើរបរទេសនិងពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃចូលមកប្រទេសកម្ពុជាដោយអាជ្ញាធរថៃនាំទៅសាកសួរថតវីដេអូនិងឆែកឆេរលើអីវ៉ាន់ជាដើមដើម្បីទប់ស្កាត់អំពើបំផិតបំភ័យនិងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃនេះក្រសួងសូមធ្វើការណែនាំស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសជូនដំណឹងដល់អ្នកធ្វើដំណើរទាំងខ្មែរនិងបរទេសឲ្យជៀសវាងធ្វើដំណើរឆ្លងកាត់ប្រទេសថៃនិងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរថៃជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី